បើជប៉ុនប្រើកងទ័ពទំនើបនិងបច្ចេកវិទ្យាខ្លាំងក្លារបស់ខ្លួនដើម្បីបើកការវាយប្រហារទៅលើប្រទេសទាំងអស់លើពិភពលោកនោះពិភពលោកនឹងធ្លាក់ចូលក្នុងភាពច្របូកច្របល់យ៉ាងខ្លាំងកងទ័ពនាវាចររបស់ជប៉ុនដែលជាថ្នាក់ខ្លាំងមួយក្នុងពិភពលោកនឹងគ្របដណ្ដប់លើមហាសមុទ្រប៉ាស៊ីហ្វិកធ្វើឲ្យប្រទេសអូស្ត្រាលីកូរ៉េខាងត្បូងហើយសូម្បីតែឆ្នេរសមុទ្រខាងលិចសហរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្នក្នុងផ្នែកសេដ្ឋកិច្ចការនាំចេញសកលរបស់ជប៉ុននឹងរលាយបាត់ក្នុងមួយយប់គ្មាន Toyota, Sony ឬ Anime ទៀតឡើយវិស័យបច្ចេកវិទ្យានិងឧស្សាហកម្មរថយន្តទូទាំងពិភពលោកនឹងទទួលរងការប៉ះពាល់យ៉ាងធំធេងផ្នែកយោធាប្រព័ន្ធការពារទំនើបនិងកងកម្លាំងការពារជាតិរបស់ជប៉ុនអាចបង្កភាពចលាចលដល់តំបន់អាស៊ីប៉ុន្តែពួកគេនឹងប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីអ្នកជិតខាងដ៏ខ្លាំងដូចជាចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកជប៉ុននឹងក្លាយជាការបរាជ័យដ៏ធំមួយគ្មានអានីមេសូស៊ីឬឥទ្ធិពលវប្បធម៌ទៀតឡើយចុងក្រោយប្រទេសទាំងអស់នឹងរួមគ្នាឡើងហើយបំផ្លាញជប៉ុន